ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាមកជួបខ្ញុំនៅក្នុង channel របស់ខ្ញុំមួយនេះហើយថ្ងៃនេះខ្ញុំវីដេអូនេះខ្ញុំចង់និយាយអំពីគោលបំណងនៃការបង្កើត channel YouTube មួយនេះទី1គឺខ្ញុំទុកជាឯកសារកម្មភាពផ្សេងៗនៅក្នុង channel មួយនេះហើយទី2គឺគោលបំណងក៏ចង់មាន channel YouTube មួយដែលអាចរកលុយបានអញ្ចឹងហើយពេលដែលខ្ញុំចង់ចែករំលែកថាពេលខ្លះយើងធ្វើការងារផងហើយយើងឆ្លៀតពេលតនេដែលយើងមានពេលហ្នឹងយើងទៅធ្វើអីមួយដែលមានប្រយោជន៍អញ្ចឹងសប្តាហ៍ថ្ងៃនេះគឺខ្ញុំមានការងារខ្ញុំផ្សេងដូចជាលក់ដូរបោះអីវ៉ាន់អីផ្សេងប៉ុន្តែដោយសារតែខ្ញុំមានពេលតនេអញ្ចឹងហើយក៏ខ្ញុំគិតថាគួរតែមានចំណូលខ្ញុំគួរតែរកចំណូលអ្វីបន្ថែមទៀតអញ្ចឹងខ្ញុំសល់ពេលតនេក៏ខ្ញុំឆ្លៀតបង្កើត channel YouTube មួយដែលនៅក្នុង channel YouTube នេះខ្ញុំនឹងនិយាយអំពីសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំមិនថាវីដេអូការងារការរកស៊ីការដើរលេងសកម្មភាពផ្សេងខ្ញុំនឹងដាក់នៅក្នុង channel មួយនេះអញ្ចឹងខ្ញុំចង់និយាយថាខ្ញុំមានពេលតនេសល់ពីការរកស៊ីខ្ញុំចង់បង្កើតប្រភពចំណូលមួយទៀតអញ្ចឹងដើម្បីនេះខ្ញុំក៏សម្រេចចិត្តថាបង្កើត channel YouTube មួយដែលអាចរកចំណូលបានអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់វីដេអូថ្មីចូលទៅក្នុង channel YouTube របស់ខ្ញុំនេះហើយសង្ឃឹមថាបងប្អូនដែលមើលនឹងបានតាមដាននៅសកម្មភាពថ្មីសកម្មភាពការរកស៊ីការដើរលេងតំបន់ទេសចរណ៍ស្អាតខ្ញុំនឹងដាក់ចូលនៅក្នុង channel YouTube មួយនេះហើយបងប្អូនដែលបានចូលទស្សនាវីដេអូមួយនេះកុំភ្លេចជួយ Subscribe channel YouTube មួយផងដើម្បីបានវីដេអូថ្មីវីដេអូចែករំលែកពីរបៀបនៃការរកស៊ីតំបន់កម្សាន្តស្អាតនិងសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំនឹងដាក់នៅក្នុង channel YouTube មួយនេះហើយរាល់វីដេអូទាំងអស់គឺខ្ញុំធានាថានឹងមានវីដេអូថ្មីចែករំលែកជាចំណេះដឹងនឹងការរកស៊ីបទពិសោធន៍ការងារផ្សេងនឹងចែកជូននៅក្នុង channel YouTube មួយនេះអញ្ចឹងបើបងប្អូនបានឃើញវីដេអូមួយនេះកុំភ្លេចជួយ Subscribe